សហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងចាស់ដៃទៅលើខ្លាមជ្ឈិមបុព្វអ៊ីរ៉ង់ដោយឈានចូលដល់ថ្ងៃទី6ដោយគំទេចស្ពាននិងគំទេចព្រលានយន្តហោះដោយប៉ះទាំងមន្ទីរពេទ្យកុមារផងដែរសហរដ្ឋអាមេរិកនៅតែបន្តបើកការវាយប្រហារទ្រង់ទ្រាយធំឈានចូលដល់ថ្ងៃទី6ដោយទម្លាក់គ្រាប់បែកទៅលើទីតាំងសំខាន់ៗនៅខ្លាមជ្ឈិមបុព្វអ៊ីរ៉ង់ខណៈការផ្ទុះធ្វើឲ្យកក្រើកទូទាំងប្រទេសអ៊ីរ៉ង់ដោយគំទេចទាំងស្ពានគំទេចទាំងស្ថានីយ៍រថភ្លើងនិងគំទេចទាំងព្រលានយន្តហោះព្រមទាំងបង្ខំឲ្យជំនះមន្ទីរពេទ្យកុមារដោយទីបញ្ជាការកណ្ដាលរបស់អាមេរិកនៅតែអះអាងថាប្រតិបត្តិការរបស់ខ្លួនគឺមានបំណងកំទេចយោធារបស់អ៊ីរ៉ង់ឲ្យខ្ទេចតែម្ដងនិងដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហូមឺលែងឲ្យទីក្រុងតេហេរ៉ង់មានសមត្ថភាពគំរាមកំហែងតទៅទៀតបើតាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026នេះក្នុងការវាយប្រហារយ៉ាងចាស់ដៃរបស់អាមេរិកបានគំទេចទីតាំងសំខាន់ៗរបស់ខ្លាមជ្ឈិមបុព្វអ៊ីរ៉ង់យ៉ាងច្រើនហើយសូមបញ្ជាក់ផងដែរថាសង្គ្រាមបានទូឡើងខ្លាំងសារជាថ្មីបែបនេះគឺបន្ទាប់ពីអាមេរិកបានចោទប្រកាន់ទៅលើអ៊ីរ៉ង់បានបំពេញ MOU ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនាតាមរយៈការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រហូមឺទើបធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនឆ្លើយតបយ៉ាងចាស់ដៃបែបនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្លាមជ្ឈិមបុព្វអ៊ីរ៉ង់មិនសំងំនៅស្ងៀមនោះទេក៏បានសងសឹកវិញដោយបាញ់មីស៊ីលនិងបង្ហោះដ្រូនទៅគំទេចទ្រព្យសម្បត្តិយោធានិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ប្រភពពី BBC